សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានមេរៀនសំខាន់មួយសម្រាប់ជីវិតដែលនិយាយអំពីសុភមង្គលពាក្យថាសុភមង្គលនេះគឺមានអ្នកមួយចំនួនប្រហែលជាអាចយល់ច្រឡំថានៅពេលដែលយើងរកស៊ីជោគជ័យយើងមានការងារល្អហើយមានលុយច្រើនហើយគឺយើងអាចមានសុភមង្គលតាមពិតសុភមង្គលគឺមិនសំដៅនៅលើមាសប្រាក់នៅលើភាពមានបានអីទេសុភមង្គលគឺកើតចេញពីក្នុងខ្លួនរបស់យើងបាទអញ្ចឹងតោះបងប្អូនទាំងអស់គ្នាដើម្បីកុំឲ្យខាត់ពេលយូរខ្ញុំនឹងអាននៅអត្ថបទមួយដែលនិយាយអំពីថាអ្វីទៅជាសុភមង្គលពិតបាទសុភមង្គលជាវត្ថុមួយដែលមនុស្សគ្រប់រូបប្រាថ្នាប៉ុន្តែអ្វីទៅជាសុភមង្គលពិតមនុស្សជាច្រើនប្រហែលជាគិតថាសុភមង្គលគឺជារបស់ដែលអ្នកចង់បានជោគជ័យក្នុងជីវិតនិងធ្វើអ្វីដែលអ្នកពេញចិត្តបំផុតប៉ុន្តែសុភមង្គលពិតមិនអាស្រ័យទៅលើខាងក្រៅទេសុភមង្គលពិតកើតចេញពីក្នុងខ្លួនរបស់យើងសុភមង្គលពិតគឺអារម្មណ៍នៃសន្តិភាពភាពរីករាយនិងពោរពេញទៅដោយសេចក្តីស្រឡាញ់សេចក្តីសប្បុរសនិងសុឆន្ទៈចំពោះអ្នកដទៃសុភមង្គលពិតមិនអាស្រ័យទៅលើខាងក្រៅទេប៉ុន្តែវាអាស្រ័យលើគំនិតនិងអាកប្បកិរិយារបស់យើងបើយើងមើលពិភពលោកជាវិជ្ជមានមើលតម្លៃខ្លួនឯងនិងអ្នកដទៃយើងអាចសប្បាយចិត្តមួយវិញទៀតបើយើងចេះពេញចិត្តនឹងអ្វីដែលយើងមានយើងអាចសប្បាយចិត្តបើយើងចេះអត់ទោសឲ្យអ្នកដទៃយើងអាចសប្បាយចិត្តដូចគ្នាសុភមង្គលពិតគឺងាយស្រួលរកយើងគ្រាន់តែត្រូវការផ្លាស់ប្ដូរគំនិតនិងអាកប្បកិរិយាផ្ទាល់ខ្លួនយើងប៉ុណ្ណោះចូលសាកល្បងសួរខ្លួនឯងថាអ្វីពិតជាធ្វើឲ្យអ្នកមានសុភមង្គលតើអ្វីធ្វើឲ្យអ្នកមានអារម្មណ៍ស្ងប់រីករាយនិងពោរពេញដោយសេចក្តីស្រឡាញ់សេចក្តីសប្បុរសនិងសុឆន្ទៈចំពោះអ្នកដទៃប្រសិនបើអ្នកដឹងចម្លើយរួចហើយចូលយើងព្យាយាមធ្វើវាបន្ថែមទៀតសុភមង្គលពិតកំពុងរងចាំអ្នកនៅខាងមុខបាទហើយខាងក្រោមនេះគឺជាឧទាហរណ៍មួយចំនួនដែលបញ្ជាក់អំពីតើអ្នកចូលចិត្តមួយណាហើយអ្វីគឺជាសុភមង្គលពិតរបស់លោកអ្នកបាទអញ្ចឹងឧទាហរណ៍នៃសុភមង្គលពិតទី1ចំណាយពេលជាមួយមនុស្សដែលអ្នកស្រឡាញ់ទី2ធ្វើអ្វីដែលអ្នកចូលចិត្តទី3ចេះជួយអ្នកដទៃទី4ជួយមនុស្សខ្វះខាតទី5រៀនអ្វីដែលថ្មីទី6ទំនាក់ទំនងជាមួយធម្មជាតិទី7មានសន្តិភាពជាមួយខ្លួនឯងបាទជា7ចំណុចនេះគឺជួនកាលយើងអាចមាន1ជួនកាលយើងអាចមាន2ចំណុចអីចឹងណាបាទអាស្រ័យទៅលើចិត្តរបស់បងប្អូនទាំងអស់គ្នាបាទគឺចិត្តគំនិតឬក៏ការស្រឡាញ់ការចូលចិត្តរបស់បងប្អូនទាំងអស់គ្នាជួនកាលយើងជួយអ្នកដទៃគឺយើងមានសេចក្តីសុខយើងជួយអ្នកខ្វះខាតយើងក៏មានសុភមង្គលអីចឹងទៅជារួមមកសុភមង្គលពិតមិនមានទម្រង់ថេរទេមនុស្សម្នាក់ប្រហែលជាសប្បាយចិត្តជាមួយនឹងរឿងផ្សេងគ្នាប៉ុន្តែអ្វីដែលសំខាន់នោះគឺសុភមង្គលត្រូវតែកើតចេញពីខ្លួនយើងផ្ទាល់ដូច្នេះហើយយើងគួរតែស្វែងរកសុភមង្គលពីក្នុងខ្លួនយើងជំនួសឲ្យការស្វែងរកសុភមង្គលពីខាងក្រៅបាទចឹងបងប្អូនទាំងអស់គ្នាយោងទៅតាមអត្ថបទលម្អិតខាងលើនេះខ្ញុំអាចសរុបបានថាសុភមង្គលគឺកើតចេញពីក្នុងខ្លួនយើងផ្ទាល់មានអ្នកខ្លះសម្លឹងទៅឃើញអ្នកដទៃមានសពគ្រប់បែបយ៉ាងលុយឡានផ្ទះអីសពគ្រប់ហើយគិតថាគ្រួសារគេមានសុភមង្គលគេមានសពមានគ្រប់ប៉ុន្តែតាមពិតយើងអត់ដឹងទេយើងតើក្រុមគ្រួសារក្នុងគ្រួសារគេមិនដឹងថាតើក្នុងផ្ទះនឹងឬក៏គ្រួសារគេនឹងមានសុភមង្គលពិតឬក៏អត់ពេលខ្លះវាអាទ្រព្យសម្បត្តិហ្នឹងគឺសុភមង្គលคล้ายទេពេលខ្លះទៅប្តីក៏
ចូលចិត្តរឿងនេះទៅប្រពន្ធក៏ទៅខាងនោះទៅហើយមិនសូវចុះសម្រងនឹងគ្នាកូនក៏មិនជាចុះសម្រងកូនក៏មិនគេហៅថាកលងធွာអញ្ចឹងណាវាអាចជាសុភមង្គលប៉ុន្តែវាមិនសុភមង្គលពិតបាទអញ្ចឹងសុភមង្គលពិតគឺយើងផ្ដល់ឲ្យខ្លួនឯងគិតថាមានអីតិចតួចឬក៏ច្រើនឬក៏ប៉ុណ្ណាស្កប់ស្កល់ខ្លួនឯងវាជាសុភមង្គលរបស់យើងហើយសុភមង្គលរបស់យើងគឺនៅក្នុងខ្លួនយើងមិននៅលើអ្នកដតីមើលមកយើងថាយើងមានសុភមង្គលគឺយើងមានសុភមង្គលទេបាទអញ្ចឹងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងសូមបងប្អូនជួយ follow page ឬក៏ subscribe channel YouTube របស់ខ្ញុំនេះមួយផងដើម្បីទទួលបានវីដេអូបន្តទៀត